Susday នៅដល់គ្នាយើងនឹងមក random reading ទាំងអស់គ្នាដែលប្រធានបទរបស់យើងគឺតកតងជាមួយនឹងថាតើមានរឿងអីដែលយើងត្រូវប្រយ័ត្ននៅក្នុងរយៈពេល24ម៉ោងខាងមុខ Yes និយាយទៅបងខានធ្វើវីដេអូតកតងជាមួយនឹង24 hour like 48 hour right yes you are yes ជាយើងមកមើលទាំងអស់គ្នាថាមានរឿងអីដែលយើងត្រូវប្រយ័ត្ននៅក្នុងរយៈពេល24ម៉ោងខាងមុខនេះអត់យើងមក check up energy ទាំងអស់គ្នាអូខេសម្រាប់ energy របស់គ្នាយើងដែលបានមើលវីដេអូមួយនេះទី1អញថាមករយៈនេះអ្នកគ្នាវានៅក្នុង energy មួយ like ring toxic បន្តិចទៅស្អីអានទី1អ្នកជុំវិញខ្លួនយើងគាត់អាចនឹងមាន energy toxic អាចនិយាយបានថាពេលដែលយើងនិយាយអីមួយឬធ្វើអីមួយគាត់តែងតែប្រឆាំងគាត់តែងតែមានគំនិតអវិជ្ជមានមានយោបល់ជាអវិជ្ជមានអត់សូវជាលក្ខណៈ supportive ឬក៏ជួយដល់យើងអីរបៀបបែបចឹងណាវាខាញអស់ like that ពេលខ្លះគ្នាយើងរបៀបថាយើងខ្លួនឯងយើងយកមកគិតរបៀបថាមិនបើគេទៅជាបែបហ្នឹងមិនបានម្នាក់នេះទៅជាប្រែប្រួលក្នុងឧទាហរណ៍ល្អសុខទុក្ខគេបានជាប្រែប្រួលហើយវាបែបអញ្ចឹងយើងឯងនឹងវាថាអារម្មណ៍ប្រែប្រួលគិតច្រើនស្មុគស្មាញច្របូកច្របល់អត់ដឹងថាសម្រាប់ចិត្តបែបណាបែបមិនពេលខ្លះយើងដឹងថាយើងត្រូវចង់បានអីយើងធ្វើអីយើងច្បាស់ខ្លួនឯងប៉ុន្តែដល់ពេលយើងទៅនិយាយប្រាប់មិត្តភ័ក្តិយើងឬក៏យើងទៅប្រាប់អ្នកជុំវិញខ្លួនយើងដើម្បីឲ្យគេឲ្យជាយោបល់ឬក៏អី share ចែកម្លែកគេបែរជាមានមតិបែបប្រឆាំងមកយើងមតិបែបអត់សូវជាពេញចិត្តជាមួយនឹងយើងគ្នាយើងខ្លះកំពុងតែនៅក្នុង energy ណា select relationship គឺ toxic រំពឹងខ្លាំងពេកចង់មកចប់វាមិនបានដូចអ្វីដែលយើងចង់បានរបៀបចឹងអ្នកនៅក្នុងអ្នកដែលនៅក្នុងតំណង relationship បងគិតថាអ្នកនរគ្នានឹងរកបានចម្លើយអ្នកនរគ្នានឹងទទួលបានចម្លើយ0ហើយនៅចម្លើយហ្នឹងនឹងធ្វើឲ្យអ្នកទាំងអស់គ្នាសម្រេចចិត្តបានថាត្រូវធ្វើបែបណាប៉ុន្តែអ្វីដែលបងគ្រាន់តែចង់បង្ហើបពេកអ្នកនរគ្នានឹងសម្រេចចិត្តនឹងដើរចេញព្រោះវាជាការដែលជាចម្លើយដែលធ្វើអ្នកនរគ្នាខកចិត្តឬក៏លក្ខណៈថាមិននឹកស្មានដល់អ្វីដែលអ្នកនរគ្នារំពឹងវាអាចនឹងមិនដូចអ្វីដែលអ្នកនរគ្នារំពឹងក៏ថាបានដែរ yes នេះគឺជា energy អញ្ចឹងយើងមកមើលថាយើងមានអីដែលយើងត្រូវប្រយ័ត្ននៅក្នុងរយៈពេល24ម៉ោងនេះអត់តើតើជាមួយអារម្មណ៍ក្នុងរយៈពេល24ម៉ោងខាងមុខនេះអ្នកនរគ្នានឹងមានអារម្មណ៍បែបជាការសម្រេចចិត្តឬអារម្មណ៍បែបមកឆាអារម្មណ៍ដូច emotional ខ្លាំងអញ្ចឹងវាអាចនឹង affect គ្រប់យ៉ាងរបៀបថារយៈពេល24ម៉ោងនេះអ្នកគ្នានឹងមានអារម្មណ៍ថាបើសិនជាអារម្មណ៍ទៅ down ហ្មងអ្នកគ្នាគិតច្រើនអ្នកគ្នា stress អ្នកគ្នាពិបាកចិត្តអ្នកគ្នាតូចចិត្តហ្មងតែបើសិនជាក្នុងអារម្មណ៍មួយទៀតបើថាត្រូវមួម៉ៅគឺមួម៉ៅអត់ហេតុផលគឺអត់ហេតុផលខឹងគឺខឹងអត់ហេតុផលនិយាយអត់ហេតុផលនិយាយអញ្ចឹងវាបានទាំងពីរយ៉ាងអញ្ចឹងរកអារម្មណ៍ទាំងអស់ឬអ្វីទាំងអស់បែរគេឲ្យយើងប្រយ័ត្នតទៅជាមួយនឹងអារម្មណ៍ដោយសារតែវាអាចនឹងប៉ះពាល់ទៅដល់ខ្លួនឯងគេថាអារម្មណ៍នឹងនាំរឿងមកដល់អ្នកនរគ្នាអារម្មណ៍របស់អ្នកនរគ្នាដែលមានវាអាចនឹងនាំរឿងមកដល់អ្នកនរគ្នាអញ្ចឹងអ្នកនរគ្នាអាចនឹងនិយាយឬសម្រេចចិត្តឬក៏ធ្វើអីមួយដោយអត់បានដូចថា control អារម្មណ៍ខ្លួនឯងវាធ្វើឲ្យវាទៅជាការសម្រេចចិត្តខុសវាធ្វើឲ្យទៅជាមានបញ្ហាកាន់តែខ្លាំងវាធ្វើឲ្យយើងមានអារម្មណ៍កាន់តែ down កាន់តែខ្លាំងឬក៏វាទៅជាការយល់ច្រឡំឬក៏និយាយទៅវាធ្វើឲ្យមានរឿងបញ្ហាទំនាស់វាកាន់តែអត់យល់ពីគ្នាលេបពីបែបអញ្ចឹងណា yesពូអញនិយាយបានថានៅពេលដែលដូចបងនិយាយពីដើមចឹងទៅទៅនៅ relationship បើសិនជាគ្នាយើងទៅ find out ចម្លើយអីមួយវាអាចនឹងធ្វើឲ្យអារម្មណ៍របស់គ្នាឆេវឆាវមកពេលទៅនិយាយទៅសម្រេចចិត្តវាធ្វើឲ្យរឿងកាន់តែធំវាទៅជាការខកចិត្តវាទៅជាអារម្មណ៍ខកចិត្តអីចឹងណាឬក៏ថាអ្វីដែលយើងទទួលបានមកវាធ្វើឲ្យយើងខកចិត្តបងនិយាយចឹងបានគឺថាវាពាក់ព័ន្ធជាមួយនឹងអារម្មណ៍អញ្ចឹងវាអារម្មណ៍គឺវាមានច្រើនមែនទេអញ្ចឹងអ្វីដែលអ្នកគ្នាត្រូវធ្វើ relax ខ្លួនឯងអ្នកគ្នាបើសិនជាអ្នកគ្នារយៈពេល24ម៉ោងខាងមុខអ្នកគ្នាមានអារម្មណ៍បាត់នឹងមិនថាអ្នកគ្នាអារម្មណ៍ឆេវឆាវមួម៉ៅអ្នកគ្នាមានអារម្មណ៍ stress ច្របូកច្របល់អត់សុខចិត្តទៅជាមានអារម្មណ៍ថាចង់នៅម្នាក់ឯង
បលែងវាសូអារម្មណ៍នឹងមកពេលដែលសូមកអ្នកខ្ញុំព្យាយាម control ខ្លួនឯងមកថាអូខេរឿងណាដែលត្រូវកាត់ឡើងឬត្រូវនិយាយអ្នកគ្នាត្រូវតែព្យាយាមមានសមាធិមានហេតុផលសម្រាប់ខ្លួនឯងកុំធ្វើអីតាមអារម្មណ៍យើងជាអ្នក control អារម្មណ៍ខ្លួនយើងមិនមែនអារម្មណ៍ជាអ្នក control ខ្លួនឯងទេចឹងបើសិនជាអ្នកគ្នា control បានបងគាត់ថា everything will be okay សម្រាប់អ្នកទាំងគ្នាតែពីបែបអញ្ចឹងគ្រប់យ៉ាងអ្នកគ្នាអាច deal បានទេរបៀបអញ្ចឹងណាប៉ុន្តែស្របពេលដែលអ្នកគ្នានៅមានអារម្មណ៍មួយបែបហ្នឹងចេះ1 2 3វាអាចនឹងមានសាយមួយទៀតដែលធ្វើឲ្យអ្នកគ្នាដឹងថាតើអ្នកគ្នានឹងត្រូវធ្វើបែបណាតើអ្នកគ្នានឹងត្រូវរកផ្លូវបែបណាចុះបើសិនជាគ្នាយើងស្មុគស្មាញឬកំពុងតែមានរឿងអីដែលត្រូវជពុកច្បល់អ្នកគ្នានឹងរកផ្លូវដំណោះស្រាយចាញ់អ្នកគ្នានឹងទៅគិតបានទៅកំណត់អីថ្មីមួយថាឥឡូវធ្វើបែបនេះវិញបានវាល្អសម្រាប់ខ្លួនឯងវាធ្វើបែបនេះវិញជិះមានថាវាមិនល្អប៉ុន្តែក៏វាមានផ្លូវចេញតែវាគ្រប់យ៉ាងដែលកាត់ឡើងវានឹងធ្វើឲ្យអ្នកគ្នារកបានផ្លូវចេញមួយទៀតរកបានចម្រឹះមួយទៀតរកបានដំណោះស្រាយមួយទៀតថ្មីដែលអ្នកគ្នានឹងគិតដោយអត់នឹកស្មានដល់ថាហេតុអីយូរហើយយើងអត់នឹកឃើញរឿងហ្នឹងអត់នឹកឃើញគិតនឹងធ្វើរឿងហ្នឹងនិយាយអញ្ចឹងរយៈពេល24ម៉ោងខាងមុខគឺពាក់ព័ន្ធជាមួយនឹងអារម្មណ៍ជាយើង control អារម្មណ៍ខ្លួនឯងបើសិនជាយើងនេះបលែងកុំលក្ខណៈមានអារម្មណ៍បែបណាបង្ហាញវាចេញមកកុំលាក់វាកុំខាត់វាយើងអត់អាចទៅខាត់អ្វីដែលយើងអានេះជាធម្មជាតិចង់យំក៏យំចង់សេតក៏សេតប៉ុន្តែក៏យើងត្រូវ control ខ្លួនឯងដូចគ្នា yes